đấy sơ quânទាំងអស់គ្នាបាទនេះគឺជាប្រភេទដែលប្រទាលដែលយើងបុករួចហើយនេះគឺយើងដាក់ប្រទាលហើយយើងបុកឲ្យម៉ត់បាទអាដុំនេះគឺដុំប្រទាលបុកម៉ត់ឡើងស្អិតជាប់គ្នាហើយបាទហើយយើងផ្កាប្រទាល100មុខដែលខ្ញុំបានដាក់ក្រាបពីលើនោះហើយយកមកចាក់ចាញ់ជាអឋានបាទនេះជារូបថតថ្ងៃនេះ3គូហើយក៏ត្រូវដាស់ប្រសិទ្ធធារួចហើយពេលដែលយើងចាក់ចូលនៅក្នុងរូបអឋានរួមរយៈអឋានតណ្ហាអឋានសម្រាប់នឹងគឺបងប្អូនឃើញស្រាប់ហើយនេះគឺពុំអឋានបាទឃើញរូបរាងឯងចាក់មកអឋាននៅរូបរាងមិនអញ្ចឹងឯងបាទអញ្ចឹងគឺវិធីការដែលយើងយកមកធ្វើនេះគឺពេលដែលចាក់រួចហើយក៏យើងយកមកធ្វើវិធីខាបហៅអន្តងដាស់នៃមុនគាថាស្នាយសម្រាប់ស្នាយតណ្ហាស្នាយត្រេកត្រអារម្មណ៍ស្រើបស្រាលអន្ទះអន្តែងរស័ព្ទរសល់នឹកឃើញតែរូបអូននឹកឃើញតែរូបបងទៅវិញទៅមកហ្នឹងហើយធ្វើក្នុងពេលវេលាមួយអាទិត្យហើយអ្វីក៏ដោយភាពស័ក្តិសិទ្ធិនៅលើជំនឿទោះខ្ញុំថាបកាយខ្ញុំថាស័ក្តិសិទ្ធិខ្ញុំថាបានផលដោយសារការជឿជាក់របស់ខ្ញុំប៉ុន្តែអាស្រ័យទៅលើកូនសិស្សគុណដែលគាត់មានជំនឿលើគ្រូយកទៅដោយការជឿជាក់ថាវត្ថុដែលយើងគោរពនេះនឹងផ្ដល់នៅអ្វីដែលយើងចង់បានមកវិញដូចចិត្តដែលយើងពំប្រាថ្នាទើបវាបានផលបើយើងយកទៅហើយមិនជឿជាក់មិនផ្សារភ្ជាប់ទៅលើវត្ថុហ្នឹងក៏វាអត់បានផលដែរអញ្ចឹងអ្វីជឿជាក់លើគ្រូហើយជឿជាក់លើវត្ថុរបស់គ្រូទៅវាបានផលណាសិស្សគុណទាំងអស់ហេងបានហ្នឹងហើយ